ថាបងជាអតីតចៃក្លាប់ទៅជាការពិតមែនទេបងពិតចាថាពិតអត់បងហើយអាជីពរបស់បងមានច្រើនណាស់មានទាំងធ្វើមេការខារ៉ាអូខេថត MV ពេលងាយស្រួលការហៅហើយ ព្រោះតែយើងធ្វើការខារ៉ាអូខេពីច្រើនគេហៅចឹងហើយបាទ ឥឡូវសប្តាហ៍មកធ្វើការជាមេការខារ៉ាអូខេ បាទធ្វើការខារ៉ាអូខេ អូពិតប្រាកដមែនខ្ញុំឃើញបងសុភីមួយប្អូនប្រុសម្នាក់ហើយបងជឿថាបងហើយមានប្រពន្ធបងលួចមានប្រុសទៅពិតគេអីបង អត់ទេនេះគ្រាន់តែជាការសម្ដែងណា ការសម្ដែង យល់ស្រឡាញ់ទាំងអស់ទាំងប្រុសស្រីស្រឡាញ់ទាំងអស់បាទ បងប្អូនបងនវត្រាគាត់ស្លាច់បានទាំងប្រុសទាំងស្រីទាំងភេទទី3 បាទ អូចឹងទៀតអូ ចម្លើយខ្លាច ចម្លើយ ខ្លាច បើវាសួរបងចាំស៊ីនវត្រា បាទយល់សួរ នឹងថ្ងៃហ្នឹងបានមកជួបបងក្នុងកម្មវិធីខ្ញុំបានអញ្ជើញបងយូរទៅបងរវល់រហូតការងារច្រើនមករយៈនេះ មួយរយៈនេះពុំមានយើងច្រើន មកវិញយើងច្រើន បាទ ហើយសម្រស់គាត់ស្អាតបងប្អូនសម្រស់គាត់ស្អាតមែនទែនមករយៈនេះស្អាតមែន ស្អាតឡើងគីឡូដល់គាត់អ្នកគីឡូពី ឡើងគីឡូ 8ជាងទេ ខ្ញុំមានរឿងចង់អស់សម្ដេចមួយសួរបងចង់សួរបងចិនតែឡើយខ្ញុំចង់ឲ្យបងរៀបរាប់ពីទៅកាន់ fan របស់បងសិនថាបងព្រោះនៅភូមិគុំស្រុកអីដើម្បី fan បានដឹងណាតាមដានបងយូរអត់ដឹងថាបងនៅណាអញ្ចឹងណាបង បាទនិយាយសួរបងប្អូនទាំងអស់គ្នាកំពុងតាមដាននៅវីដេអូនេះខ្ញុំបាទឈ្មោះចាំស៊ីស៊ីនវត្រាបាទស្រុកកំណើតនៅឯខេត្តបាត់ដំបងបាទឃុំជំនិតឃុំនង្វើស្រុកសង្កែបាទ ខ្ញុំឃើញបងជាច្រើនតាមបណ្ដា MV ចម្រៀងតាំងផលិតកម្មទុយផលិតកម្មធំពិសេសគឺផលិតកម្មថោនិង Sunday បងចេញមករហូត MV បងចូលសិល្បៈឆ្នាំណាដែរបង និយាយទៅការពីកំឡុងចូលសិល្បៈ2017ប៉ុន្តែគាត់ថាចូលបានតែមកប្រើចុះអញ្ចឹងចូលបានដល់កន្លះឆ្នាំទៅក៏ផ្អាករហូតទៅចូលហើយកំឡុង2018 19នេះវិញ នៅពេលដែលបងជោគជ័យនៅក្នុងថតជា MV ហើយតើបងមានគិតថាចង់ថតជាផ្នែកកុនផ្នែកកុនទេថតរឿងកុនណាបង និយាយរួមតេតតនឹងការសម្ដែងក្នុងវិស័យសិល្បៈគឺចង់ខ្លាំងមែនទេប៉ុន្តែគាត់ថាអត់មានពេលវេលាសម្រាប់ថតជារឿងភាគរឿងអីដោយសារថា ខ្ញុំឃើញបងសុភីមួយប្អូនប្រុសម្នាក់ហើយបងជឿថាបងហើយមានប្រពន្ធបងលួចមានប្រុសទៅពិតគេអីបង អត់ទេនេះគ្រាន់តែជាការសម្ដែងណា ការសម្ដែង យល់ស្រឡាញ់ទាំងអស់ទាំងប្រុសស្រីស្រឡាញ់ទាំងអស់បាទ បងប្អូនបងនវត្រាគាត់ស្លាច់បានទាំងប្រុសទាំងស្រីទាំងភេទទី3 បាទ អូចឹងទៀតអូ ចម្លើយ ខ្លាចពីគេហើយជាបងអីទៅវត្តពីជជឹករឿងស្នេហាតើបងមានស្នេហាតើបងមានស្នេហាជាមួយមនុស្សប្រុសគូស្រីគឺភេទទី3 និយាយទៅស្នេហាដំបូងហ្នឹងមានតែជាមួយគ្រួសារសពថ្ងៃហ្នឹង សប្ងៃហ្នឹងឯង យល់តាំងពីដើមមកចង់ឲ្យថាយកឲ្យប្រឡូកឡើងស្នេហាតែអ្នកខ្លះថាចេះបងបងទីស្រឡាញ់ប្រុសដឹងទីបងបងអត់យកប្រពន្ធដឹងប៉ុន្តែធៀបពិតយើងមានគ្រួសារហើយ10ឆ្នាំចឹងបងប្អូនឈប់គិតតាំងតែបងចាំស៊ីចង្វាត់ត្រាគាត់ស្រឡាញ់ប្រុសទៅគឺគាត់មានប្រពន្ធមានតាមទៅមានកូនហើយគាត់និយាយវិញគាត់ថា content លេង គាត់ទៅជាការសម្ដែង ហ្នឹងហើយចុះសម្រាប់បងផ្ទាល់នៅពេលដែលបងអាចថាវាជោគជ័យកុសលក្នុងសិល្បៈទៅបងមានគិតមុខរបរអាជីពក្រៅពីសិល្បៈនេះបង និយាយទៅរាល់ថ្ងៃហ្នឹងបងធ្វើការដែរចង់និយាយតែទៅអនាគតហ្នឹងក៏មានគម្រោងចង់ថាចង់រកស៊ីខ្លួនឯងនៅដោយសារថាមួយរយៈមុនមួយឆ្នាំមុនហ្នឹងថតរកស៊ីដែរតែបរាជ័យលក្ខណៈថាយើងចាប់ដើមសាជាថ្មីលក្ខណៈថាមនុស្សអស់អ្វីគ្រប់បែបយ៉ាងសូម្បីតែឡានផ្ទះដីអ្វីក៏អស់ដែរសូម្បីតែអ្នកដែលថារាប់អានសាសនាក៏គេបោះបង់ចោលដែរ ពេលបងធ្វើឲ្យចំណុច0ហ្នឹងបងធ្លាប់នៅវិជ័យត្រីភាពប៉ុន្តែអត់ធ្លាប់ដល់ចំណុច0ហ្នឹងតើបងនឹកឃើញថាគេមុនដែលលើកទឹកចិត្តបងបំផុតណា និយាយទៅអ្នកដែលលើកទឹកចិត្តជាងគេគឺអ្នកម្ដាយនិងគ្រួសារតបងប្អូនបាទមួយទៀតខ្ញុំរំលឹកដល់គាត់តែកាលរបស់បងគេថាបងជាអតីតចៃក្លាប់ទៅជាការពិតមែនទេបងពិតអត់បង មែនទេដោយសារតែពីមុនទៅយើងអាសាចូលដោយសារតែមានកម្មវិធីច្រើនទៅយើងជិះពីថតទីអញ្ចឹងទៅគេទៅតទៅមើលគេហ្នឹងណាអត់ដែរដើរទេរយៈក្រោយនេះពីមុនមកធ្លាប់ ហើយមួយទៀតគេថាបងជាមេការខារ៉ាអូខេហើយខ្លះទៀតគាត់ជាឪយ៉ាងទៀតពិតគាត់ក៏អី ចាថាហើយវាណាយើងក៏ធ្វើការធម្មតាដែរបងធម្មតាទេគាត់បងជាឪយ៉ាងហើយខ្លះលើថាខ្លាចជាម៉ែយ៉ាងទៀត អូគេពាក្យចាំឡាគេចេះនិយាយ និយាយលេង បាទនិយាយលេងដើម្បីងាយស្រួលការហៅព្រោះតែយើងធ្វើការខារ៉ាអូខេពីច្រើនគេហៅចឹងហើយ ឥឡូវសប្តាហ៍មកធ្វើការជាមេការខារ៉ាអូខេ អូពិតប្រាកដមែនហើយអាជីពរបស់បងមានច្រើនណាស់មានទាំងធ្វើមេការខារ៉ាអូខេថត MV ហើយបើចំណូលសិល្បៈទេបើបងអាចថតសម្ដែងជារឿងអីខ្លះបង
អាចសម្ដែងបានជាទូឯងទូឯង ពីចាំទូឯង អូទូឯង ទូឯងហ្នឹងធ្វើខ្លួនឯងទេ ខ្លួនឯងទេ បាទថតជាតែជា team work ជា team work ខ្លួនឯងទេអញ្ចឹង អូ តែតែបញ្ចាក់កុននៃថតទូឯងអីណា ទេក៏ពិតចង់ដែរតែដោយសារតែអត់សូវមានពេលវេលាទេ គឺពេលវេលា តែមួយយើងប្រឹងរកលុយដោះសងគេរយៈនឹងមួយឆ្នាំហ្នឹងគឺជូរជាប់ខ្លាំងមែនទែនចាំថាចេះពេលដែលយើងមកនៅភ្នំពេញពេលខ្លះសឹងតែរោញបាយញ៉ាំអត់បាននឹងប្រវត្តិបងចាអញ្ចឹងហើយធ្លាប់មនុស្សធ្លាប់មានលុយមានឡានមានយើងចង់ថាសម្ភារៈនិយមចាញ់អីគឺទិញនឹងហ្មងតែពេលឥឡូវគឺចង់ថាស្គីមស្ងាត់ដោយសារតែឥឡូវយើងវេកាន់តែជ្រៃយើងចាស់ហើយអញ្ចឹងហ្នឹងបងឥឡូវជាចុងក្រោយសម្រាប់បងមានប្រយោជន៍ខ្លះអរគុណទៅកាន់អ្នកគ្រប់គ្រងរបស់បងដែលគ្រប់គ្រងបងកន្លងមកបងបាទជាក្រោយជាចុងក្រោយខ្ញុំបាទស៊ីនបាត្រាសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគ្រប់គ្រងរូបខ្ញុំកន្លងមកទោះជាការសម្ដែងជារឿងខ្លីៗក៏ដូចជាចម្រៀងតាមផលិតកម្មផ្សេងៗបាទហើយជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អនិងរកស៊ីទូទានបានបាទសូមអរគុណបាទប្រិមត្តទស្សនិកជនទាំងអស់គ្នាគណៈពេលនេះខ្ញុំបាទមកកីឡាពីខាងចំបក់ទ្វីនិងតារាប៉ុសរួមទាំងបងប្រុសបាទអរគុណបងមេលីបាយបាយ